តាអសរខ្ញុំយ៉ាងម៉េចទៅចុះអសរជីតារបស់ខ្ញុំវិញចុះអសរជីតាទូតរបស់ខ្ញុំវិញប្រាប់ពួកគេឲ្យលឿនទៅព្រះរាជាសូមលើកលែងទោសប្រហារជីវិតផងមានរឿងអីតើខ្ញុំអាចគេចទៅដីគោកបានទេរត់ឲ្យលឿន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 ព្រឹនីតិប្រដៅនៃការលះបង់ដ៏ធំធេងលឿនឡើងគុំទិញប្រហែលបានហើយទៅរងចាំអីទៀតប្រញាប់ដេញតាមទៅមកហើយតើយើងទៅណាឥឡូវនេះតើយើងទៅណាឥឡូវនេះនេះជាខ្ទមរបស់ខ្ញុំនេះជាខ្ទមរបស់ខ្ញុំធ្វើម៉េច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 ខ្ញុំអង្វរអ្នកនិយាយផងនៅមានឱកាសទេពួកខ្ញុំគាត់ការពារខ្លួនឯងមិនបានផងដើមឡើយពួកខ្ញុំបាននិយាយថាក្រោយពេលដាវាងនិងស៊ីវាងញ៉ាំសាច់ជូរអែមរួចគាត់នឹងយកសំណល់ទាំងនោះចេញពីផ្ទះឲ្យខ្ញុំឥឡូវនេះអ្វីបានចប់អស់ហើយពួកយើងទៅចុះទៅណាចាក់ចេញពីភ្នំឡាំងឡាំងដើមឡើយខ្ញុំមានរឿងព្រេងត្រឹមត្រូវនិងសំរុំឥឡូវនេះបាត់បង់ទាំងអស់ហើយទាំងអស់សុទ្ធតែមកពីឯងទាំងអស់សុទ្ធតែមកពីឯងយកក្បាលស្ដេចខ្ញុំមកវិញយកអមតភាពខ្ញុំមកវិញយកក្បាលស្ដេចខ្ញុំមកវិញគ្រប់គ្រាន់ហើយដូច្នេះចូលទៅចាប់ព្រះសង្ឃផ្លែពេះទៅមានន័យយ៉ាងម៉េចព្រះសង្ឃផ្លែពេះមិនទាន់នៅតាមផ្លូវទេយើងបានយកព្រៀបហើយត្រូវតែវីមុនទៅអ្នកនិយាយលេងទេខ្ញុំនិយាយមែនដណ្ដើមអ្នកឈួតហើយឬចឹងស្ដេចមិនសម្លាប់យើងទាំងពីរនាក់ទេឥឡូវស្ដេចក៏មិនចង់សម្លាប់យើងទាំងពីរនាក់ដែរឬភ្នាល់មួយទៅប្រហែលជាយើងនឹងបានអន្តភាពមុនគេយូររឿងភ្លាកទូរទស្សន៍ផ្ដាច់មុខគាត់ជាចាប់បានគាត់ហើយអូយព្រះជឿទៅពេលនេះឃើញទេឃើញហើយសម្រាប់គាត់ហើយ